ប្រធានបទសរសេរវែងប៉ុន្តែមានន័យមុតស្រួចខ្លឹមខ្លីមែនទេពូឡាវីឥឡូវឃើញគណៈបកប្រជាជនគេវិលក្បងបាទណាមានន័យថាមនុស្សវិលក្បងឬថាដួលបើឬថាធ្លាក់ទៅលើផ្ទះមកត្រូវអីចឹងទៅជាហៅតាវាបែកក្បាលវិលក្បងទៅដើរលៀបពោះទៅនេះតែប៉ាដាគេថាសំរងស៊ីចង់បំបិតមាត់សំរងស៊ីឬក៏គេចាប់ផ្ដើមប្រព័ន្ធឃោសនាគេហ្នឹងគេថាសំរងស៊ីហ្នឹងចូលដៃជាមួយបរទេសចូលដៃជាមួយថៃវាយខ្មែរចឹងបានតែខ្ញុំដាក់ប្រធានបទមកគាត់អាចអានទៅការអានហ្នឹងគឺយល់តែម្ដងសុំមនុស្សតែខ្ញុំមុននឹងខ្ញុំនិយាយពីប្រធានបទហ្នឹងខ្ញុំនិយាយបន្តិចហ៊ុនសែនគឺជាខ្មែរសំរងស៊ីគឺជាខ្មែរត្រូវហ៊ុនសែនលេងបេសូមិនមែនជាប្រជាជនកម្ពុជាទេហ៊ុនសែនជាមនុស្សម្នាក់ក្នុងចំណោមខ្មែរ16 17លាននាក់សំរងស៊ីដូចគ្នាសំរងស៊ីជាខ្មែរប៉ុន្តែសំរងស៊ីមិនមែនជាប្រទេសកម្ពុជាទេសំរងស៊ីជាបុគ្គលម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរ16ទៅ17លាននាក់អាហ្នឹងយើងត្រូវញែកឲ្យច្បាស់អញ្ចឹងណាដូច្នេះដូចខ្ញុំធ្លាប់លើកឡើងកន្លងមកគេថាឯងនឹងដែលនិយាយអាក្រក់ពីប្រទេសជាតិអត់ទេខ្ញុំនិយាយអាក្រក់ពីអ្នកប្រព្រឹត្តអាក្រក់ខ្ញុំនិយាយអាក្រក់ពីជនផ្ដាច់ការអ៊ុនសំណាងអញ្ចឹងខ្ញុំឆ្លើយតបទៅគណៈបកប្រជាជននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនម៉ែនបញ្ញាសំរងស៊ីរិះគន់ហ៊ុនសែនមិនមែនសំរងស៊ីបំផ្លាញប្រទេសជាតិទេហេតុអីពីព្រោះបើសំរងស៊ីកាត់ដីឲ្យបរទេសកាត់កោះត្រាល់កាត់ភូមិហេងសំរិនកាត់កោះគុតបើសំរងស៊ីលុកពុះប្រទេសជាតិលុកកាត់បំផ្លាញព្រៃឈើសម្បទាន100ឆ្នាំ99ឆ្នាំបើសំរងស៊ីកាត់សម្លាប់ប្រជាជនខ្មែរចាត់ប្រជាជនខ្មែរដាក់គុកដោយពួកប៉ុលពតដាក់គុកទូស្លែងអានឹងគឺសំរងស៊ីសំនឹងណែបំផ្លាញខ្មែរមិនដឹងបើសំរងស៊ីរិះគន់មេដឹកនាំគឺជាទង្វើល្អមានគុណធម៌ទង្វើល្អមានគុណធម៌ហេតុអីពីព្រោះបើអ្នកឯងនិយាយថាសំរងស៊ីរិះគន់ហ៊ុនសែនគឺជាការចូលដៃជាមួយបរទេសថៃអញ្ចឹងមានន័យថាពលរដ្ឋថៃដែលរិះគន់ថងឋានមិនចឹងវាលោសិកទេបងណាពលរដ្ឋថៃដែលរិះគន់ថងឋានបាតកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃត្រូវដៃចូលដៃជាមួយកម្ពុជាអានឹងវាមិនចឹងហើយពលរដ្ឋអាមេរិកការពារសន្តិភាពដែលរិះគន់ដូណាល់ត្រាំអត់បោះឆ្នោតឲ្យដូណាល់ត្រាំគឺចូលដៃជាមួយអ៊ីរ៉ង់និងរុស្ស៊ីវាមិនទៅអញ្ចឹងណាមែនទេហើយអ៊ីស្រាអែលមែនទេនិងប្រទេសដទៃទៀតដែលត្រូវជាមួយប្រទេសកាតានៅក្នុងតំបន់ព្រោះយើងកុំនិយាយមកអាមេរិកអ៊ីស្រាអែលត្រូវជាមួយកាតាទៅប្រទេសអីជាមួយក្នុងតំបន់ណានេះកំណើតឆ្លងដែនអានឹងមានន័យថាត្រូវចូលដៃជាមួយមែនទេបរទេសដែរបងប្អូនអញ្ចឹងយើងត្រឡប់មកវិញតាបើសំរងស៊ីរិះគន់ហ៊ុនសែនជាការចូលដៃជាមួយថៃដូច្នេះពលរដ្ឋថៃរិះគន់នាយករដ្ឋមន្ត្រីថៃនិងទម្លាក់ថងឋានគឺជាការចូលដៃជាមួយកម្ពុជាពលរដ្ឋអាមេរិកដែលរិះគន់នឹងមិនបោះឆ្នោតឲ្យដូណាល់ត្រាំសូរិយាស្រីគឺជាការចូលដៃជាមួយអ៊ីរ៉ង់ចូលដៃជាមួយចិនចូលដៃជាមួយរុស្ស៊ីអានឹងវាមិនត្រូវហើយការ
ការផ្ដល់សេចជាតិឲ្យបរទេសឈ្លានពានយោងតាមសារហ៊ុនសែនការផ្ដល់សេចជាតិឲ្យពួកចិនលបែងដែលសំរងស៊ីហៅពួកចិនម៉ាហ្វីយ៉ាទីទៀតខ្ញុំនិយាយសិតមានផុសតាំងអ្វីដែលសូនតារានិយាយសិតមានផុសតាំងហ្នឹងណាខ្ញុំនិយាយមួយសិនការផ្ដល់សេចជាតិមែនទេឲ្យបរទេសឈ្លានពានទឹកដីខ្មែរការផ្ដល់សេចជាតិឲ្យចិនម៉ាហ្វីយ៉ាពួកលេងលុយខ្មៅការសហការជាមួយថៃដើម្បីចាប់ខ្មែរដាក់គុកកំទេចខ្មែររាំងខ្ទប់សំរងស៊ីសហការជាមួយម៉ាឡេស៊ីដើម្បីចាប់ជនជាតិខ្មែរដាក់គុកគឺជាទង្វើស្នេហាជាតិអាហ្នឹងតើតែអញ្ចឹងស្នេហាជាតិវាបើអញ្ចឹងវាទៅជាកលាប់ចាក់ហើយបងប្អូនណាវងវ៉ាបងប្អូនពិចារណាមើលអាហ្នឹងវាមិនទៅជាកលាប់ចាក់តែសំរងស៊ីរីគុណហ៊ុនសំរងស៊ីរីគុណហ៊ុនសែនរីគុណហ៊ុនសែនរឿងឧក្រិដ្ឋកម្មរឿងនៅពីក្រោយខ្នងបនលបែងរឿងកាស៊ីណូអាហ្នឹងក៏រិះគន់ហ៊ុនសែនគាត់មិនរិះគន់ប្រជាជនណាប្រជាជនគាត់អហើយហ่าគាត់រិះគន់ហ៊ុនសែនបើរិះគន់ហ៊ុនសែនគឺជាការចូលដៃជាមួយថៃហើយចុះពលរដ្ឋថៃរិះគន់រិះគន់ថមថានាយរដ្ឋមន្ត្រីថៃអានឹងមិនចូលដៃជាមួយខ្មែរហើយពលរដ្ឋអាមេរិករិះគន់ដូណាល់ត្រាំអានឹងមិនមែនចូលដៃជាមួយចិនហាចេះតែនិយាយតែប្រេះតែផ្ដាស់យូរទៅថាដូចគណៈបព្វជិជនរត់អ្នកប្រាជ្ញម្នាក់ណារឹងមាំតស៊ូអត់និយាយអត់បានណារត់អ្នកប្រាជ្ញម្នាក់និយាយមិនបានម្នាក់ដែលមានគំនិតមួយឲ្យលោយុទ្ធឲ្យនិយាយមកថាវាឲ្យសមហេតុផលធម្មតាបងប្អូនមនុស្សណាបើកាលណាប្រព្រឹត្តអំពើអាក្រក់លៀបពណ៌គេនិយាយអីក៏អត់ត្រូវដែរមនុស្សណាឲ្យតែនិយាយថាមន់ជាតម្រៃទោះជាមានហេតុផលទោះជាហៅបកហៅប្រអិនហ្នឹងទៅជាធ្លាក់នរកទៅទៀតទោះជាហៅប្រអិនហៅទេវតាមកចែកលីមកជួយបកស្រាយថាមនុស្សថ្វាយបង្គំប្រអិននៃទេវតាតែហៅប្រអិននៃទេវតាមកឲ្យបកស្រាយថាមន់គឺជាតម្រៃទៅអត់រួចទេចុះហេតុអីបានជាមនុស្សគ្រប់គ្រងនឹងជឿសូនតារាព្រោះសូនតារាសច្ចធម៌មែនទេសូនតារាមិននិយាយទៅវាត្រូវមនុស្សវាបកែកអត់បានឥឡូវវាមិនអញ្ចឹងណារីណាណាអញ្ចឹងវាទៅជាអ្នកដែលផ្ដល់សេចក្ដីឲ្យបរទេសឈ្លានពានគឺជាអ្នកស្នេហាជាតិខ្ញុំនិយាយថាអ្នកផ្ដល់សេចក្ដីឲ្យបរទេសឈ្លានពានទឹកដីនោះណាហ៊ុនសែនមានផុសតាំងមាននោះណាសម្ដេចគាត់និយាយដោយផ្ទាល់មាត់គាត់និយាយដោយផ្ទាល់មាត់បងប្អូនណាគាត់ហែកគេហ្មងក្រៅពីទម្លាយសារគាត់ថាយិញឡាក់មកប្រទេសកម្ពុជាគាត់ខំជួយឲ្យកាន់លិខិតឆ្លងដែនកាន់លិខិតឆ្លងដែនមានតែលិខិតឆ្លងដែនធ្វើតើតែមានសញ្ជាតិលិខិតឆ្លងដែនហ្នឹងគឺសញ្ជាតិណាបងប្អូនអ្នកណាដែលកាន់លិខិតឆ្លងដែនអត់សញ្ជាតិមានន័យថាយិញឡាក់សញ្ជាតិខ្មែរហ៊ុនសែនផ្ដល់សញ្ជាតិឲ្យខ្មែរដោយឯកតោភាគីសម្រាប់ដោយគាត់ណាខុសច្បាប់បងប្អូនទី1ខុសច្បាប់ទី2មកមនុស្សម្នាក់មិនអាចទៅផ្ដល់អីទេលើកលែងគេផ្ដល់បានលើអីតែនឹងជីវរៈជនអានឹងជីវរៈជនជួយសង្គ្រោះកូនក្មេងខ្មែរដែលធ្លាក់ទៅលើផ្ទះដូចនៅស្រុកបារាំងអីចឹងទៅមែនទេខ្មែរយើងភ្លើងឆេះផ្ទះចឹងទៅអ្នកនឹងរត់ទៅចូលជួយពលរដ្ឋខ្មែរទៅបលុតភ្លើងអីចឹងទៅអ្នកនឹងមានភេរវកម្មពួកភេរវកហ្នឹងវាប្រុងបាញ់ខ្មែរបាញ់ក្នុងអីភោជនីយដ្ឋានមួយជនបរទេសហ្នឹងលោតទៅចាប់អាភេរវកហ្នឹងនៅបតបគ្នារហូតតតែចាប់កភ្លើងបាញ់ភេរវកអាហ្នឹងគេផ្ដល់សញ្ជាតិឲ្យអាហ្នឹងត្រូវហើយប៉ុន្តែអានេះវាលួចមកចូលផ្ដល់សញ្ជាតិឲ្យអាហ្នឹងគឺដែលសូនតារានិយាយថាអ្វីដែលសូនតារានិយាយមានប៉ុតាំងគឺហ៊ុនសែនយោងតែហ៊ុនសែននឹងយកទៅណាអស់ហ្នឹងនេះហើយគាត់ទៅបកកែកណាបកកែកមិនកើតការផ្ដល់សញ្ជាតិឲ្យយិញឡាក់ហើយនឹងថាក់ស៊ីនយិញឡាក់ឲ្យថាក់ស៊ីនជាណាយិញឡាក់នឹងថាក់ស៊ីនគឺជាថៃបច្ចុប្បន្នគ្រូសាណាវីប៉ាសយិញឡាក់ថាក់ស៊ីនហ្នឹងគឺដឹកនាំការឈ្លានពានទឹកដីកម្ពុជាអញ្ចឹងមានន័យថាសំរងស៊ីរិះគន់ហ៊ុនសែនគឺជាការជាអង្គើក្បត់ជាតិចូលដៃជាមួយថៃហ៊ុនសែនផ្ដល់សញ្ជាតិឲ្យថៃបរទេសឈ្លានពានលៀបត្របាក់ទឹកដីខ្មែរយកតោះគុតនិងយកប្រាសាទគឺជាទង្វើស្នេហាជាតិអបអរសាទរទី1ទី2ហ៊ុនសែនផ្ដល់សញ្ជាតិឲ្យពួកចិនម៉ាហ្វីយ៉ានេះគឺជាទង្វើស្នេហាជាតិបងប្អូនសួរថាចុះសូនតារាមានផុសតាំងមានអីគេសិង្ហបុរីផ្លិចណាប្រហែលថ្ងៃមុនប្រហែលខែមុនប្រទេសសិង្ហបុរីបានចាប់ចិន3នាក់
លៀងលុយខ្មៅមានប្រហែលប្រមាណ$1,000,000គឺអត់ចេះនិយាយខ្មែរទេជីចិនណាកាន់ប៉ាសពតខ្មែរដែលសិង្ហបុរីបើកណាកាន់ប៉ាសពតខ្មែរគេហៅខ្មែរចាប់បានជនជាតិខ្មែរជនជាតិខ្មែរនេះសញ្ជាតិខ្មែរអញ្ចឹងសុខទី1អានឹងជាផុសតាំងទី2ដូច្នេះការផ្ដល់សញ្ជាតិឲ្យពួកចៅពួកម៉ាហ្វយ៉ាពួកគិតកោចិនគឺជាទង្វើស្នេហាជាតិបើអានឹងវាសំរងស៊ីរីគុណហ៊ុនសែនក្បត់ជាតិអានឹងក៏តែចឹងស្នេហាជាតិអានេះជា logic ទី3ជឿថាហ៊ុនសែនសហការជាមួយបរទេសបងប្អូនហ៊ុនសែនបើអត់មានថៃជួយគាត់ហេតុអីបានគាត់ខំជួយយីងឡាក់ហេតុអីបានគាត់ខំជួយនៅថាក់ស៊ីនពីព្រោះគាត់មិនមែនគាត់ជួយទេហ៊ុនសែនគាត់សម្លឹងឃើញគាត់រំពឹងថាថាក់ស៊ីនគ្រូសាថាក់ស៊ីននឹងថ្ងៃអនាគតនឹងកាន់អំណាចហើយរួមគ្នារាំងខ្ទប់សំរងស៊ីនិងកំទេចសកម្មជនគណៈបកប្រឆាំងដែលជ្រកកោននៅក្នុងប្រទេសថៃអានឹងហេតុផលពិត 100% ហេតុផលពិត 100% មែនទេមិនគាត់ទៅចិត្តល្អហ៊ុនសែនអត់ចិត្តល្អទេបងប្អូនហ៊ុនសែនគាត់មានចិត្តល្អដាក់អ្នកណាទេគាត់ផលប្រយោជន៍និយមអញ្ចឹងគាត់ហែកគេបញ្ជាក់ថាគាត់ផ្ដល់សញ្ជាតិឲ្យបរទេសឆ្លៀនពៀនទឹកដីអានឹងស្នេហាជាតិខ្ញុំអត់យល់ដែរមែនទេចឹងខ្ញុំសុំសំណួរសុំចម្លើយពីបងប្អូនគណៈបកប្រជាជនទៅវិញមើលការរិះគន់ហ៊ុនសែនមិនមែនថ្មីទេសំស៊ីគណៈបកប្រឆាំងរិះគន់ហ៊ុនសែនរត់ចោលស្រុកពាក្យគណៈបកប្រជាជនហ្នឹងរត់ចូលហ្នឹងយូរហើយសំរងស៊ីណាតាំងពីគាត់បង្កើតគណៈបកមកគាត់មិនដែលត្រូវជាមួយហ៊ុនសែនឯណាមកគាត់រិះគន់ទៅហ៊ុនសែនឯតើណាហើយគាត់នៅតែខ្មែរដដែលរិះគន់ហ៊ុនសែនហ្នឹងខ្មែរមិនតាក់បដាសាគាត់ឯណាគឺបានការគ្រប់គ្រងកាន់តែច្រើនទៅតើទូមុនគូហ្វណាំអានេះគឺជាចំណុចមួយដែលខ្ញុំចង់និយាយបងប្អូនមានស្គាល់គ្រួសារនៅផនផាណាការពីសន្តិភាពបងប្អូនស្គាល់គ្រួសារគង់រាយាសឹមហ៊ុនបងប្អូនស្គាល់គ្រួសារដទៃទៀតក្នុងនោះមានយុវជនយើងណាមានសុផាតមានស្អីអឿនរិទ្ធមានអីផ្សេងទៀតណាមានទាំងសេងសេរីផងទោះបីជាសេងសេរីគេអត់ដឹងថាគាត់ស៊ីលុយហ៊ុនសែនក៏ដោយប៉ុន្តែគាត់ក៏ជាជនរងគ្រោះនៅក្នុងប្រទេសថៃដែរក៏ត្រូវផ្លាស់ទីលំនៅគេដេញកាប់ចាប់ដែរបងប្អូនត្រូវដឹងថាហេតុអីបានជាបច្ចុប្បន្នហ្នឹងពលរដ្ឋខ្មែរឬក៏ជនពីខ្លួនខ្មែរនៅប្រទេសថៃបាត់មាត់អត់ហ៊ាននិយាយរិះគន់ហ៊ុនសែនពីព្រោះតែហ៊ុនសែនសហការជាមួយថៃនៅក្នុងប្រទេសថៃដើម្បីណាអុកញ៉ាស៊ូកំទេចខ្មែរអញ្ចឹងតើហ៊ុនសែនសហការជាមួយបរទេសថៃដើម្បីរាំងខ្ទប់សំរងស៊ីនិងមន្ត្រីគណៈបក្សសង្គ្រោះជាតិដើម្បីកំទេចឲ្យថៃកំទេចជនជាតិខ្លួនឯងដែលដាក់គុកមានទាំងលោកសង្ឃផងនៅឥឡូវនឹងសឹកហើយនៅប្រទេសអូស្ត្រាលីហ្នឹងរួមដៃជាមួយម៉ាឡេស៊ីដើម្បីចាប់អ្នករិះគន់ហ៊ុនសែនយកមកដាក់គុកនៅព្រៃសរតើអានឹងគេហៅថាគឺជាទង្វើសហក្បត់នៃក្បត់បរទេសឬក៏សហការជាមួយបរទេសបើហ៊ុនសែនមិនសហការជាមួយថៃមិនសហការជាមួយម៉ាឡេស៊ីធ្វើម៉េចនឹងអាចទៅកំទេចខ្មែរបានជាពិសេសថ្មីនឹងករណីលឹមកំយ៉ាកំឡោះស្នេហ៍លឹមកំយ៉ាណាជារិយាហេតុអ្វីបើហ៊ុនសែនមិនសហការជាមួយបរទេសហេតុអ្វីមិនផ្ដន់ទាទោសឃាតករ2នាក់បើមិនបញ្ជូនទៅថៃក៏គួរតែផ្ដន់ទាទោសនៅស្រុកខ្មែរពីព្រោះប៉ុស្តាងឯងមានទាំងអស់មានប៉ុស្តាងទាំងអស់ណាអានឹងហើយបានជាខ្ញុំចោទជាសំណួរថាបើសំរងស៊ីរិះគន់ហ៊ុនសែនជាទង្វើក្បត់ជាតិចូលដៃជាមួយបរទេសថៃនោះពលរដ្ឋថៃរិះគន់ថងឋាននាយករដ្ឋមន្ត្រីថៃគឺជាទង្វើមែនទេក្បត់ជាតិចូលដៃជាមួយកម្ពុជាហើយពលរដ្ឋអាមេរិករិះគន់ដូណាល់ត្រាំមិនបោះឆ្នោតឲ្យដូណាល់ត្រាំ Tiger Forest គឺជាការណារួមដៃជាមួយចិននិងរុស្ស៊ីអាមេរិកណាអត់បោះឆ្នោតដូណាល់ត្រាំក៏គេមកទៅជាមួយចិនមកទៅជាមួយរុស្ស៊ីដែរសំរងស៊ីរិះគន់ហ៊ុនសែនបាយប្រហារសំរងស៊ីជារឿងធម្មតាចុងក្រោយនៅក្នុងប្រធានបទទី1បងប្អូនចុះគេថាក្នុងកលៈទេសៈនេះអាម៉េចបានជាសំរងស៊ីមិនរួបរួមគ្នាទីទៀតរួមជាមួយក្នុងប្រធានបទទី2ខ្ញុំអត់តន់និយាយឡើយទេព្រោះអានឹងវាឲ្យដាច់មែនទេ
ឃើញប្រទេសបរទេសកំពុងតែឈ្លានពានប្រព័ន្ធនងហើយនៅតែវាយប្រហាររឿងបញ្ហាទឹកដីសំរងស៊ីខឹមបូណាគាត់និយាយអំពីតឡាការអន្តរជាតិគាត់និយាយអំពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគាត់និយាយអំពីការប្តឹងណាទៅអន្តរជាតិដែលទទួលស្គាល់ជាអន្តរជាតិឲ្យការពារប៉ុន្តែរឿងបត់ល្មើសនិងរឿងឧក្រិដ្ឋកម្មផ្សេងណាគឺជារឿងមួយដាច់ដោយឡែករណាកិនដែលខ្ញុំនិយាយថាការរួមដៃគ្នានៅក្នុងតំបន់ទាំងជាតិអតីតវិជ្ជការនិងអន្តរជាតិដើម្បីប្រឆាំងទៅនឹងបទល្មើសឆ្លងដែនណាគឺជាទង្វើស្នេហាជាតិតើសំរងស៊ីរិះគន់ហ៊ុនសែនរឿងអីរឿងបទឧក្រិដ្ឋឆ្លងដែនពិភពលោករួមគ្នាប្រឆាំងដូចជាការជួញដូរមនុស្សការចាប់ចម្រិតមនុស្សការឆោបបោកមនុស្សអនឡាញការប្រឆាំងទៅនឹងបទល្មើសការរួមដៃគ្នាទាំងក្នុងតំបន់និងអន្តរជាតិគឺជាទង្វើស្នេហាជាតិអញ្ចឹងហើយបានជាយើងមានសមាគមអាស៊ាននិងមានពិភពលោកមានសហគមន៍អឺរ៉ុបតើយើងបង្កើតសមាគមអាស៊ានដើម្បីអ្វីតើគេមានសហគមន៍អឺរ៉ុបណាសមាគមអាស៊ាននិងសហគមន៍អឺរ៉ុបដើម្បីអ្វីតើយើងមានបច្ចាប័នដើម្បីអ្វីបច្ចាប័នដែលហ៊ុនសែនគាត់នាំហេងពៅមកពីនៃប្រទេសម៉ាឡេស៊ីហ្នឹងអាហ្នឹងគឺជាការរួមដៃគ្នាជាមួយម៉ាឡេស៊ីដើម្បីណាកំចាត់បទល្មើសហេងពៅគឺជាជនល្មើសគាត់ប្រព្រឹត្តបទល្មើសមែនទេដូចជាសនតារាសម្លាប់មនុស្សនៅក្នុងស្រុកខ្មែរហើយរត់មកដល់បារាំងឲ្យតែខ្ញុំសម្លាប់មនុស្សពិតប្រាកដខ្ញុំរត់មកដល់ស្រុកបារាំងមិនអាចទុកខ្ញុំទេត្រូវបញ្ជូនខ្ញុំតាមបច្ចាប័នណាទៅឲ្យហ៊ុនសែនព្រោះខ្ញុំជាខ្មែរនេះគឺជាការរួមដៃគ្នានៅលើពិភពលោកយើងនេះប្រទេសគឺមានប៉ូលីសមួយគេហៅថាប៉ូលីសអង្គតេប៉ូលបងប្អូនមិនដឹងតើគេបង្កើតប៉ូលីសអង្គតេប៉ូលមកដើម្បីអ្វីប៉ូលីសអន្តរជាតិមកដើម្បីអ្វីគឺបង្កើតមកដើម្បីរួមដៃគ្នាប្រឆាំងនឹងបទល្មើសគឺជាទង្វើគុណធម៌គឺជាទង្វើត្រឹមត្រូវមិនមែនជាទង្វើក្បត់ជាតិទេនេះដូចសំរងស៊ីគាត់រួមដៃជាមួយពិភពលោកនិងក្នុងតំបន់សុភ័ក្រសុខដើម្បីប្រឆាំងបទល្មើសគឺបទល្មើសឆោបោកតើវាមានពិតអត់បើវាអត់ហ៊ុនសែនថាអត់ទៅចប់អានឹងមានន័យថាសំរងស៊ីខុសបើអត់ទៅគាត់ខូចគាត់ស្អុយគាត់បាត់បង់ប្រជាប្រិយភាពបាត់ការគ្រប់គ្រងមានន័យថាអ្នកនយោបាយបើកណានិយាយខុសបាត់បង់ប្រជាប្រិយភាពបាត់បង់ការគ្រប់គ្រងមែនទេហើយបើនៅក្នុងស្រុកប្តឹងសំរងស៊ីទៅថាបរិហាគេមូលបង្កាច់ថាហ៊ុនសែននឹងជាអ្នកនៅពីក្រោយខ្នងពួកអក្រិតជនរកស៊ីអនឡាញរកស៊ីបោកប្រាស់រកស៊ីកាស៊ីណូក្នុងប្រទេសកម្ពុជាហ៊ុនសែនប្តឹងទៅបើសំរងស៊ីបាទនេះនៅក្នុងស្រុកប្តឹងតុលាការស្រុកបើសំរងស៊ីនៅក្រៅស្រុកខាត់សម្បូរគឺប្តឹងទៅតុលាការបារាំងមកនេះប្តឹងទៅតុលាការបារាំងមកអានឹងគឺជារឿងធម្មតាតើវាអត់មានអីខុសទេបងប្អូនអញ្ចឹងបើមនុស្សយើងនៅលើពិភពលោកយើងនេះណាការរិះគន់ឬក៏ការរួមដៃជាមួយនរណាក៏ដោយជាមួយជាតិជាមួយអន្តរជាតិហ៊ុនសែនគាត់រួមដៃជាមួយជាតិអន្តរជាតិដែរប្រឆាំងភេរវកម្មគឺមិនអាចធ្វើម្នាក់ឯងបានទេត្រូវមានការរួមដៃពីអន្តរជាតិប្រឆាំងបទល្មើសមិនអាចធ្វើបទល្មើសឆ្លងដែនមិនអាចធ្វើម្នាក់ឯងដូចការជួញដូរមនុស្សហ៊ុនសែនគាត់ត្រូវតែសហការដែរបាទមិនអាចជួញដូរជនជាតិនៅវៀតណាមមកស្រុកខ្មែរឬក៏ជនជាតិជប៉ុនទៅអាមេរិកការជួញដូរមនុស្សគឺជាបទល្មើសការឆោបោកអនឡាញគឺជាបទល្មើសការគម្រាមចាប់ចម្រិតអនឡាញគឺជាបទល្មើសដូច្នេះបងប្អូនត្រូវចាំថារាល់ទម្រង់នៃការប្រឆាំងទៅនឹងបទល្មើសនានាមិនមែនជាទង្វើក្បត់ជាតិទេអានេះវាទៅជាកលាប់ចាក់ឃ្លុកលេខបែងដែរណាបើការប្រឆាំងទៅនឹងបទល្មើសគឺជាទង្វើក្បត់ជាតិអញ្ចឹងមានន័យថាពួកប្រព្រឹត្តបទល្មើសនិងអ្នកនៅពីក្រោយខ្នងបទល្មើសគឺជាទង្វើស្នេហាជាតិប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2អត់មិនចឹងបងប្អូនលើពិភពលោកយ៉ាងនេះដើម្បី
កំចាត់គ្រឿងញៀនគេត្រូវធ្វើម៉េចគ្រឿងញៀនគឺវាមានឧក្រិដ្ឋកម្មឆ្លងដែនសម្បូរជាងគេគ្រឿងញៀនការជួញដូរមនុស្សបច្ចុប្បន្នវាមានអ៊ីនធឺណិតគឺឧក្រិដ្ឋកម្មអនឡាញមែនទេសំរងស៊ីក៏រិះគន់ឧក្រិដ្ឋកម្មអនឡាញក៏រិះគន់នៅបទល្មើសហើយគាត់ប្រឆាំងទៅនឹងបទល្មើសគាត់បោកអាក្រាតបទល្មើសជាទង្វើគុណធម៌ជាទង្វើស្នេហាជាតិមែនទេបើសំរងស៊ីគាត់និយាយខុសហ៊ុនសែនគាត់ប្តឹងថាសំរងស៊ីបរិហាគេទៅអាហ្នឹងគឺវាអញ្ចឹងបើនៅក្នុងស្រុកគាត់មានអំណាចគាត់អាចចាប់សំរងស៊ីបានគាត់អាចប្តឹងតុលាការចាប់សំរងស៊ីបានទេបើសំរងស៊ីនៅក្នុងស្រុកសំរងស៊ីនៅក្នុងប្រទេសបារាំងណាយើងរឿងមិនតូចទេថាហ៊ុនសែនលើក្រោយខ្នងនៅពួកម៉ាហ្វយ៉ាពួកបនលបែងកាងពួកនៃលបែងអីហ្នឹងអានឹងហ៊ុនសែនក៏ត្រូវតែប្តឹងសំរងស៊ីទៅតុលាការបារាំងពួកវិបត្តិបរិហាគេមែនទេមិនមែនជាទង្វើក្បត់ជាតិទេគឺជាទង្វើស្នេហាជាតិនិងគុណធម៌ការពារប្រឆាំងនឹងបទល្មើសគឺជាទង្វើត្រឹមត្រូវការពារជនរងគ្រោះការពារជាតិទៅវិញទេហើយបើយើងរឿងអីបើយើងទៅខឹងសំរងស៊ីណាបើថាសំរងស៊ីនឹងគ្រប់គ្រងឲ្យកាត់ដីឲ្យថៃសំរងស៊ីនឹងគ្រប់គ្រងឲ្យកាត់កោះត្រល់ឲ្យយួនសំរងស៊ីនឹងគ្រប់គ្រងឲ្យបរិច្ចាគប្រាសាទមួយចំនួនឲ្យទៅថៃទៅដើម្បីសន្តិភាពអានឹងវាក្បត់ជាតិត្រូវមែនទេប៉ុន្តែសំរងស៊ីគាត់រិះគន់ហ៊ុនសែននេះថាហើយគាត់រិះគន់បទល្មើសឯថាអានឹងស្នេហាជាតិប្រធានបទទី2បងរូបបងរួមជាតិខ្ញុំអបអរសាទរនឹងឃើញសារសម្ដេចកាលពីម្សិលមិញនិយាយអំពីការបើកសន្ទនាដើម្បីបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយគណៈយោងមុននឹងខ្ញុំនិយាយខ្ញុំយោងសារសម្ដេចតេជោដែលនិយាយអំពីការបើកឲ្យមានការបង្រួបបង្រួមជាតិគ្រប់សន្ទនាគ្រប់និន្នាការនយោបាយគណៈបកយោងអេងចៃអៀងថាការចង់រកដំណោះស្រាយនយោបាយហើយបន្តចាប់មនុស្សដាក់គុកអាមាត់ចេះតែថាបង្រួបបង្រួមជាតិអាដៃចេះតែយកខ្នោះទៅវាយមនុស្សដាក់គុកអេងចៃអៀងហៅថាបោកអាបោករូបមន្តសនត្រាយោងសំរងស៊ីថ្មីនេះគាត់សរសេរថាការផ្សះផ្សាឬក៏វប្បធម៌សន្តានាផ្ដើមពីការដោះលែងអ្នកទោសនយោបាយទាំងអស់ជាមុនសិនត្រូវអ្វីដែលសំរងស៊ីនិយាយគឺត្រូវមែនទេបាទហេតុអីបានចឹងហើយទៅចាប់មនុស្សអត់ទោសដាក់គុកទៅអីហើយយើងចង់បង្រួបបង្រួមទៅកាប់សម្លាប់មនុស្សបង្រួបបង្រួមយ៉ាងម៉េចទៅនិយាយជាមួយអ្នកណាទៅនិយាយយ៉ាងម៉េចបើដៃជានិយាយបើអាមាត់ជានិយាយដៃជាតកាប់ខ្ញុំចង់រក្សាសន្តិភាពជីវិតអានឹងដៃជាតកាប់ទៅខ្ញុំសូមបញ្ជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសសន្តិភាពណាប្រទេសអគុណសន្តិភាពប្រទេសមានសុខសន្តិភាពមិនមែនជាប្រទេសធ្វើសង្គ្រាមទេប្រទេសធ្វើសង្គ្រាមគេអត់ត្រូវការគោរពពាក្យសម្ដីទេគេត្រូវការលេងល្បិចដូចហ៊ុនសែនលេងល្បិចជាមួយថៃមិនខុសទេខ្ញុំនៅតែថាត្រឹមត្រូវចឹងហើយនេះថៃលេងល្បិចជាមួយយើងគេអត់បន្ទោសជនជាតិគេផងដូចគេលេងល្បិចគេថាអូសម្រួលទាត់អាយើងសម្រួលនោះអានោះជីកលេងលឋានរាយបលាលុះជនជាតិថៃមិនបន្ទោសទេណាខ្មែរយើងដូចគ្នាដែរខ្មែរយើងបើសិនជាហ៊ុនសែនអាចបោកថៃបានណាហើយទៅបោះទីតាំងចរជើងនៅអាប្រាសាទដែលតាមន់តូចតាមន់ធំទាំងស្រុងបើឆោតឲ្យថៃចេញយើងបោះទ័ពណាខ្មែរយើងគេថាគេគេផ្ទះដៃណាគេមោទនភាពប៉ុន្តែយើងបញ្ចាញ់បោកគេស្ដីឲ្យហ្នឹងហ៎អាហ្នឹងមួយអាហ្នឹងគេថាបង្រួមជាតិខ្ញុំគ្រាន់តែលើកចំណុចនេះតូចមួយទេមុខបញ្ជាក់អញ្ចឹងបានជាខ្ញុំដាក់ចំណងជើងថាចេះបងប្អូនណាចំណងជើងនេះមានប្រតិកលាគ្នាពីរបង្រួមជាតិមិនមែនមានន័យថាធ្វើឲ្យហ៊ុនសែនคล้ายជាសំរងស៊ីឬទាល់តែធ្វើឲ្យសំរងស៊ីហ្នឹងលងមេងคล้ายជាហ៊ុនសែនទើបហៅថាបង្រួមជាតិទេហើយចំណុចទី2ក្នុងចំណោមអ្នកទោសនយោបាយទាំងអស់វាធ្ងន់ធ្ងរខ្ញុំបាច់និយាយដល់វាហួសហេតុពេកខ្ញុំនិយាយរឿងស្រាលមួយរឿងឪពុករបស់ខ្ញុំដែលអត់មានទោសអីសោះហើយជាសមាជិករបស់គណៈបកប្រជាជនដ៏ស្មោះត្រង់ដ៏ស្លូតត្រង់ទៅទៀតក៏ហ៊ុនសែនមិនលើកលែងផងចុះតម្រាំអ្នកដទៃណាតម្រាំអ្នកដទៃអញ្ចឹងបានជាខ្ញុំងាកមកទៅនេះខ្ញុំជម្រាបជូនសម្ដេចថាសម្ដេចស្រុកយើងស្រុកសន្តិភាពមិនមែនយើងអត់មិនមែនកំពុងតែធ្វើសង្គ្រាមជាមួយខ្មែរទេសម្ដេចអាចនិយាយថាអូបង្រួមឬក៏ផ្សះផ្សានេះអាហ្នឹងគឺសម្ដេចអាចនិយាយបាន
ប៉ុន្តែដោយសំរងស៊ីគាត់លើកឡើងអញ្ចឹងអាមាត់ចេះតែថាទៅអាដៃវាចេះតែចាប់អានឹងមានន័យថាជាការធ្វើសង្គ្រាមដោយរុស្ស៊ីនិយាយជាមួយអ៊ុយក្រែនណាដោយរុស្ស៊ីនិយាយជាមួយអ៊ុយក្រែនដោយអ៊ីស្រាអែលនិយាយជាមួយអ៊ីរ៉ង់រុស្ស៊ីនិយាយជាមួយអ៊ុយក្រែនក៏វាមិនជឿដែររុស្ស៊ីថាចរចានៅទូគីស្រាប់ទៅមេដឹកនាំអ៊ុយក្រែនទៅពូទីនអត់ទៅផងក៏តែចរចាណាស្អែកចរចាបត់ឈប់បាញ់គាត់និយាយតែស្អែកចរចាបត់ឈប់បាញ់ជប់នឹងបាញ់ drone missile ចូលទៅប្រទេសអ៊ុយក្រែនរាប់ស្រោចឲ្យដូចទឹកភ្លៀងអាហ្នឹងជាប្រទេសធ្វើសង្គ្រាមប្រទេសយើងអត់មានធ្វើសង្គ្រាមជាមួយគ្នាទេអញ្ចឹងពាក្យត្រូវតែមានតម្លៃគួរឲ្យគោរពបើសម្ដេចនិយាយសម្ដេចត្រូវតែគិតថាពាក្យដែលអញនិយាយចេញទៅគឺមានតម្លៃគួរឲ្យគោរពអត់មាននិយាយទៅបោកឲ្យបានទេណាអត់មានមាត់ថាអញ្ចេះប៉ុន្តែអាដៃវាចេះតែចាប់ចងមនុស្សអត់មានដកលេយ៉ាកម្មសិក្ខាក៏នៅក្នុងគុកទៅមនុស្សដើរទៅចាប់ប្រសេកប្រសាចនៅក្នុងគុកយើងគាត់ថាអញរួបរួមមែនអញមិនលើកលែងតែពួកអាជលយមពួកឯងនឹងត្រូវប្រឈមជាមួយមុខច្បាប់បើនិយាយអញ្ចឹងគេមិនឯកភាពមែនទេនៅអញ្ចឹងទៀតទៅហើយខ្ញុំក៏ជម្រាបបញ្ជាក់សម្ដេចថាកំតិចមានន័យថាម៉េចមានន័យថាកំតិចមិនទាន់បានហើយបានជាសម្ដេចមិនកំតិចស្ដេចក្រុងព្រះហើយបានកំដេចណាមិនកំតិចនៅហ្វុនស៊ិនប៉ាច់មិនកំតិចប៉ុលពតសម្ដេចរំលឹកឈ្មោះអីបើវាខ្ទេចអស់ហើយហើយបានសម្ដេចនៅតែចងកំហឹងនៅតែមុខខ្មៅរលនៅតែមានដេកមិនលុកបក់មិនឡើយរឿងគណៈបពប្រឆាំងខ្ញុំក៏ជម្រាបសម្ដេចថាខ្ញុំធ្លាប់និយាយពីមុនណាកុំថាឡើយក៏សម្ដេចប្រើប្រាស់កំតិចប៉ុណ្ណឹងសម្ដេចចំណាយពេលណាមួយលានឆ្នាំទៀតក៏កំតិចមិនអស់ដែរកំតិចអត់អស់ទេសម្ដេចចុះចូលមិនក៏មិនអស់កំតិចមិនក៏មិនអស់ដែរហេតុអីសម្ដេចកំតិចប៉ុលពតអស់ដោយសារអីពួកវាជាប្រឡ័យពូជសាសណាសាហាវវាផ្ទុយនឹងឆន្ទៈប្រជាជនបន់ឲ្យខ្ទេចប៉ុន្តែសម្ដេចកំតិចមនុស្សល្អសម្ដេចកំតិចមនុស្សស្លូតត្រង់កូនខ្មែរប្រូឆាយសំកំតិចសេរីភាពកំតិចសិទ្ធិមនុស្សអាហ្នឹងគឺជាក្តីប្រាថ្នាជាឆន្ទៈរបស់មនុស្សសម្ដេចប្រឆាំងទៅនឹងឆន្ទៈរបស់មនុស្សណាសម្ដេចកំតិចអាម៉េចក៏មិនអត់ដែរកំតិចមិនក៏បាត់ព្រោះវាអត់ស្របទៅនឹងឆន្ទៈរបស់មនុស្សដូចសម្ដេចចាប់ឪពុកសូនតារាដាក់គុកសម្ដេចមិនអាចទទួលបានការគោរពពីអ្នកដទៃទេពីព្រោះតែសម្ដេចប្រឆាំងទៅនឹងឆន្ទៈរបស់មនុស្សគឺគេស្អប់ទង្វើចាប់មនុស្សជាចំណាប់ខ្មែរគេស្អប់ទង្វើអាចាប់នេះហុកជើងអានពុកម្ដាយគេទៅបង្ខំនោះសម្ដេចធ្វើអញ្ចឹងអត់ណាស្ដាប់ឯងធ្វើអីអញជំមានពីណាធ្វើអីសម្ដេចសូម្បីតែសម្ដេចធ្វើប៉ុលពតអត់បានខ្លាំងប៉ុណ្ណឹងហើយនៅចាប់ប៉ុលពតអត់បានផងប៉ុលពតស្លាប់តែខ្លួនឯងទៅបើសម្ដេចខ្លាំងចាប់ប៉ុលពតចូលមកដាក់គុកសម្ដេចចាប់ប៉ុលពតអត់បានផងចុះទម្រាំសនរាមមានតែក្បាលមួយទៅធ្វើអីហ៊ុនសែនខ្ញុំមិនទៅធ្វើអីទេខ្ញុំក៏មិនដែលប្រាថ្នាទៅធ្វើអីហ៊ុនសែនទេខ្ញុំគ្រាន់តែចង់បំរើដល់មតិរបស់ខ្ញុំទេតែប៉ុណ្ណឹងមែនទេអាហ្នឹងគឺសម្ដេចក៏អត់ទទួលបានការគ្រប់គ្រងទេគាត់ថាមែនអត់ណាទៅធ្វើអីសម្ដេចគាត់ហើយណាទៅធ្វើអីហើយមានពីណាគេទៅហ៊ានជំទាស់ទេស្រុកខ្មែរនេះគ្មានណាគេហ៊ានទៅនិយាយជំទាស់ពីសម្ដេចថាធ្វើចឹងមិនត្រឹមត្រូវទេក្នុងចិត្តគេដឹងច្បាស់ហើយណាចឹងបានតែខ្ញុំថាម៉ាន់គីកំតិចសេរីភាពកំតិចសិទ្ធិមនុស្សកំតិចលទ្ធិប្រជាធិបតេយ្យកំតិចគុណធម៌ណាកុំថាឡើយសម្ដេចកំតិចមួយអាយុកំតិចមួយលានឆ្នាំក៏អត់អស់ដែរហើយវាកាន់តែរៀលដល់ទៅខ្លួនឯងវិញបើអារឿងហ្នឹងវាងាយកំតិចទេណាអ៊ីសាបែលជួនហើយបីសម្ដេចរហូតមកទល់ឥឡូវនៅតែកំតិចមិនអស់មានតែការចែកចរចាសន្ទនាទេទើបអស់ជឿសូនណាប៉ុន្តែការចែកចរចាសន្ទនានេះណាសម្ដេចគិតយ៉ាងណាក៏គិតទៅអញមិននិយាយជាមួយទេខ្ញុំថាអត់អីទេធ្វើមិនធ្វើទៅប៉ុន្តែធានាថាអាហ្នឹងវាអស់មុនពេលមែនទេសម្ដេចអាយុ100ឆ្នាំសម្ដេចធ្វើមិនអស់អត់ទេសម្ដេចកំតិចប៉ុលពតកំតិចពួកឃាតករកំតិចពួកចៅអស់ដោយសារតែវាស្របទៅនឹងឆន្ទៈមហាជនកំតិចសិទ្ធិសេរីភាពកំតិចមនុស្សល្អកំតិចសូនតារាសម្ដេចកំតិចអត់ទេ1លានឆ្នាំនោះថាតិចបំផុត10លានឆ្នាំតតែផែនដីរលាយទៀតក៏សម្ដេចកំតិចមិនអស់ដែរណាឆៃយ៉ាសច្ចាមួយឥឡូវខ្ញុំត្រឡប់មកនិយាយរឿងសុខកៃឡាការបង្រួមខ្ញុំនិយាយប្រធានបទទី2នេះពុះចេញជា2ទី1និយាយពីការបង្រួមទី2និយាយពីការដោះលែងអ្នកទោសដែលខ្ញុំលើកឧទាហរណ៍តែចំណុចតូចមួយឪខ្ញុំចុះ
បងរូបជាតិនៅលើពិភពលោកយើងនេះណាគ្មានប្រទេសណាមានការបង្រួមជាតិជាងប្រទេសអាមេរិកនិងបារាំងទេបងប្អូនប្រទេសអាមេរិកនិងបារាំងនិងប្រទេសថៃខ្ញុំនិយាយប៉ុន្តែខ្ញុំនិយាយប្រទេសមហាអំណាចដើម្បីឲ្យយើងស្រាវរួមប្រទេសអាមេរិកទេមានគណៈបកក្លូវខ្ញុំសួរថាប្រទេសអាមេរិករតនាទីដើម្បីបង្រួមតើត្រូវតែរំលាយគណៈបកប្រជាធិបតេយ្យឲ្យទៅជាគណៈបកសាធារណរដ្ឋតែមួយបានហៅថាអាមេរិកសាមគ្គីឬក៏ត្រូវរំលាយគណៈបកសាធារណរដ្ឋរបស់ដូណាល់ត្រាំឲ្យទៅជាគណៈបកប្រជាធិបតេយ្យទើបហៅថាការសាមគ្គីមិនមែនទេចឹងអ្វីទៅដែលហៅថាសាមគ្គីបង្រួមជាតិនៅលើពិភពលោកមិនមែនជាទស្សនៈរបស់សូនតារាទេដែលហៅថាការសាមគ្គីបង្រួមជាតិគឺជាការផ្ដល់ឱកាសឲ្យមនុស្សគ្រប់និន្នាការបញ្ចេញសមត្ថភាពប្រកួតប្រជែងដោយសេរីដើម្បីជាតិអត់មាននិយមន័យខុសពីនឹងទេគឺជាការផ្ដល់ឱកាសឲ្យមនុស្សគ្រប់និន្នាការប្រកួតប្រជែងដោយសេរីដើម្បីជាតិអានឹងឯងគេហៅថាបង្រួមជាតិឥឡូវយើងមើលប្រទេសថៃមកពីគណៈបក1000ក៏ដោយមិនមែនទាល់តែចោះចូលជាមួយគណៈបកមួយទេនៅក្នុងប្រទេសកម្ពុជាមិនមែនទាល់តែចោះចូលជាមួយគណៈបកប្រជាជនទេណាបានហៅថាបង្រួមជាតិនៅអាមេរិកមិនមែនទាល់តែរំលាយគណៈបកមួយឲ្យទៅជាគណៈបកទីមួយបានហៅថាបង្រួមជាតិនៅស្រុកបារាំងគណៈបក4 5ណានៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាគណៈបក5 6 7 10មិនមែនទាល់តែរំលាយគណៈបកនៅទាំងអស់ឲ្យទៅជាគណៈបកម៉ាក្រុងដើម្បីហៅថាបារាំងរួមគ្នាទេគឺជាការបើកលំហឲ្យមនុស្សគ្រប់និន្នាការរួមគ្នាប្រកួតប្រជែងដើម្បីប្រយោជន៍ជាតិខ្ញុំឧទាហរណ៍ថ្មីនេះដូចជាកីឡាប្រដាល់ខ្ញុំសួរសម្ដេចធ្វើដូចម្តេចដើម្បីរួមគ្នាលើកស្ទួយគុណខ្មែរដើម្បីរួមគ្នាលើកស្ទួយគុណខ្មែរគឺត្រូវតែកីឡាករទាំងអស់ហាត់ហើយកុំវាយហែពៀនយកទៅឲ្យសុកធីឬក៏ហែពៀនយកទៅឲ្យម្នាក់ពេជ្រសម្បត្តិអានឹងមិនត្រូវដើម្បីលើកស្ទួយគុណខ្មែររួមគ្នាលើកស្ទួយគុណខ្មែរត្រូវលើកស្ទួយការប្រកួតមានការប្រកួតមានរង្វាន់កាន់តែច្រើនគុណខ្មែរកាន់តែរីកចម្រើនកាន់តែសាយភីដូចគ្នាបង្រួមជាតិគឺត្រូវបើកលំហរួមគ្នាគ្រប់និន្នាការដើម្បីប្រកួតប្រជែងបម្រើប្រទេសជាតិមិនមែនមានន័យថាចេះគណៈបព្វជិជនគេច្រឡំឬក៏គេយល់មិនដល់ឬក៏គេមានអត្តចរិតលៀបពណ៌ចោតប្រកាន់អត់មានអត្តចរិតសច្ចធម៌ទេអត្តចរិតលៀបពណ៌ចោតប្រកាន់ឬខ្ញុំហៅថាយល់ច្រឡំផ្សេងសំណាងរឿងអីគេថាដែលហៅថារួមជាតិតើធ្វើឲ្យសំរងស៊ីខ្លាយជាហ៊ុនសែនមានន័យថាសំរងស៊ីឈប់រិះគន់ហ៊ុនសែនឈប់ប្រឆាំងជាមួយហ៊ុនសែនឈប់តិចទៀនហ៊ុនសែនចូលជាមួយហ៊ុនសែនស្របតាមហ៊ុនសែនបើយើងនិយាយអញ្ចឹងមិនក៏យើងមិនថាដើម្បីរួមជាតិតើតែហ៊ុនសែនខ្លាយជាសំរងស៊ីតើតែហ៊ុនសែននឹងឈប់វាយប្រហារសំរងស៊ីស្របតាមសំរងស៊ីថាអីហ៊ុនសែនថានឹងផ្ទះដៃតើតែរួមជាតិតើតែហ៊ុនសែនហើយនឹងសំរងស៊ីនេះគៀកកគ្នានិយាយដូច AI បើសំរងស៊ីនិយាយថាខ្ញុំស្រេកទឹកណាហ៊ុនសែនថាខ្ញុំស្រេកទឹកណាហ៊ុនសែនថាខ្ញុំចង់ស៊ីផ្លូវមុនសំរងស៊ីថាខ្ញុំចង់ស៊ីផ្លូវមុនបើសំរងស៊ីថាខ្ញុំស្រេកទឹកណាហ៊ុនសែនថាខ្ញុំចង់ផឹកទឹកក្រូចអានឹងមិនរួមគ្នាដើម្បីរួមគ្នាហ៊ុនសែនថាខ្ញុំចង់ស៊ីសាច់គោសំរងស៊ីថាខ្ញុំចង់ស៊ីត្រីដុតអានឹងគឺមិនរួមគ្នាវាមិនមែនទេបងប្អូនវាមិនមែនទេការរួមគ្នាមិនមែនមានន័យថាតតែសំរងស៊ីនឹងឈប់ប្រឆាំងសំរងស៊ីនឹងបាត់មាត់សំរងស៊ីនឹងឈប់រិះគន់ហ៊ុនសែនសំរងស៊ីនឹងខ្លាយជាហ៊ុនសែនមែនទេឬក៏តតែហ៊ុនសែនហ្នឹងណាឈប់ប្រឆាំងជាមួយសំរងស៊ីឈប់រិះគន់សំរងស៊ីហើយហ៊ុនសែនខ្លាយជាសំរងស៊ីបងប្អូនយកមួយណាលើឲ្យហ៊ុនសែនខ្លាយជាសំរងស៊ីឬឲ្យហ៊ុនសែនឬសំរងស៊ីខ្លាយជាហ៊ុនសែនដែលបងប្អូនឲ្យនិយមន័យថាការបង្រួមជាតិនេះបើមិនមែនការបើកលំហឲ្យខ្មែរគ្រប់និន្នាការរួមគ្នាប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិយើងត្រូវរួមគ្នាប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិហើយរួមគ្នារិះគន់គ្នាជារឿងធម្មតា
ហើយក៏អន់ណាស់ខ្លាចគេរិះគន់មិនទៅសនតារាចូលក្នុងវងបាក់ជួម្នាក់ឯងគេចង្អុលមុខពួកនឹងវាមិនទៅធ្វើឲ្យខ្ញុំផងមនុស្សរិះគន់គ្នាគេហៅនយោបាយបើអញ្ចឹងយើងត្រូវតែចេញពីក្នុងពុទ្ធសាសនាក៏គេទទួលស្គាល់ការរិះគន់ណាដូចស្អីក្នុងពុទ្ធសាសនាគេបែងចែកពុទ្ធចក្រនិងអនាចក្របើយើងមិនចង់ឲ្យគេរិះគន់យើងទៅកាន់ពុទ្ធចក្រទៅសមាធិទៅជំរះលះបង់លៀបសក្ការៈបុណ្យស័ក្តិទ្រព្យសម្បត្តិស្វែងរកធម៌កំតតាំងបើនេះរងាប់ស្វែងរកលោកព្រះនិព្វានអាហ្នឹងហាក់ជាវាត្រូវមែនទេប៉ុន្តែពុទ្ធបានចែងថាបើយើងចូលទៅក្នុងពុទ្ធចក្រអាហ្នឹងគឺដូចថាអញ្ចឹងវិញបើយើងចូលក្នុងអនាចក្រគឺមនុស្សដែលពោពេញទៅដោយលោភៈទោសៈមោហៈណាវាពោពេញទៅដោយការប្រកួតប្រជែងប្រឡងប្រណាំងពីប្រកួតប្រជែងប្រឡងប្រណាំងហើយការរិះគន់ជារឿងធម្មតានៅក្នុងបកកុម្មុយនីសក៏គេរិះគន់គ្នាដែរគ្រាន់តែគេរិះគន់ជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបកកុម្មុយនីសចិនគេរិះគន់គ្នាដែរគេរិះគន់នៅក្នុងផ្ទៃក្នុងប្រជុំគណៈបកនៅតែសមាជិកបកចិនបកកុម្មុយនីសចិនហ្នឹងពេលប្រជុំគ្នាហ្នឹងគេរិះគន់គ្នាដូចមិនមើលសាមកុកមានបោះឆ្នោតអីសាមកុកពេលប្រជុំម្ដងមន្ត្រីច្បាំងគ្នានឹងសូម្បីតែរឿងប៉ាវចិនហ្នឹងពេលដែលប្រជុំទៅមុខស្លាច់ម្ដងមន្ត្រីរិះគន់គ្នាកាច់កង់គ្នាដូចគ្នាហ្នឹងរិះគន់ជារឿងធម្មតាហើយជាហ៊ុនសែននេះក៏អន់ម៉េះខ្លាចការរិះគន់មករិះគន់សនតារាមកបើយើងមនុស្សបកកែទៅខ្លាចរិះគន់មនុស្សបកកែវាមិនដែលតែខ្លាចកណារិះគន់គឺជាមនុស្សដែលទ្រាំប្រឈមវាយបកប្រឆាំងទៅនឹងការរិះគន់បានស៊ូទ្រាំវាយបកទៅនឹងការរិះគន់បានមនុស្សណាដែលគ្មានការរិះគន់ឥឡូវខ្ញុំសួរមើលយើងថាអូតើតែសំរងស៊ីនេះឈប់រិះគន់ហ៊ុនសែនបានហៅសាមគ្គីអានេះឈួតបាត់ទៅមិនទេសាមគ្គីបង្រួមជាតិឆោសាកែវមានន័យថាសារួមគ្នាបើកលំហប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិមិនមែនធ្វើឲ្យសំរងស៊ីខ្លាយជាហ៊ុនសែនឬក៏មិនមែនធ្វើឲ្យហ៊ុនសែនខ្លាយជាសំរងស៊ីទេឥឡូវខ្ញុំសួរគណៈបកប្រជាជនចន្ទឡាខ្ញុំសួរគណៈបកប្រជាជនរើសយកមួយណាដែលហៅថារួបរวมតែធ្វើឲ្យហ៊ុនសែនខ្លាយជាសំរងស៊ីឬក៏ធ្វើឲ្យសំរងស៊ីខ្លាយជាហ៊ុនសែនឬក៏ធ្វើឲ្យសនតារាខ្លាយជាហ៊ុនសែនមានន័យថាប្រទេសហ្នឹងក្តាមក៏មានខ្យងទឹកមួយដែលអាចថារួមគ្នារួមមានន័យថាទឹកហ្នឹងមិនមែនមានតែត្រីមួយមុខទេទៅមានខ្យងវាមានត្រីវាមានក្តាមវាមានលីសវាមានកពឹសឃើញទេវាមានតុងវាមានអីរកវានៅរួមគ្នាអាហ្នឹងវានៅរួមគ្នាវាមិនមែនមហាសមុទ្រមួយដែលហៅថារួមគ្នាវាត្រូវតែមានតែបលែងទេវាមានត្រីរាប់លាននៅក្នុងប្រទេសកម្ពុជាមួយដែលហៅថារួមគ្នាមិនមែនតើតែអ្នកហ្នឹងទៅសៅហ៊ុនសែនទាំងអស់ទេវាមានតែរិះគន់ហ៊ុនសែនវាមានតែប្រឆាំងហ៊ុនសែនវាមានតែជំទាស់ហ៊ុនសែនអញ្ចឹងសំរងស៊ីគាត់ធ្វើត្រូវរបស់គាត់ហើយព្រោះគាត់ជាសំរងស៊ីគាត់ជាសំរងស៊ីគាត់មិនមែនជាហ៊ុនសែនតែបច្ចេករបស់គាត់គឺរិះគន់ដើម្បីផលប្រយោជន៍ជាតិប្រឆាំងទៅនឹងអំពើអាក្រក់អយុត្តិធម៌មែនទេចំណុចមួយចំណុចទី2ខ្ញុំលើកឧទាហរណ៍ឥឡូវត្រឡប់មកទូទៅវិញកំផែងកែវសម្ដេចសំរងស៊ីគាត់លើកឡើងហ្នឹងគឺត្រឹមត្រូវណាស់ការនិជជែកគ្នាទៅតតែខ្មែរយើងដូចថៃដូចអាមេរិកដូចប្រទេសបារាំងវាអត់មានអ្នកណាទៅចាប់ដាក់គុកនិយាយគ្នាយ៉ាងម៉េចទៅនិយាយគ្នាមិនអត់ទេរឹបនិយាយជាមួយសំរងស៊ីនិយាយជាមួយអ្នកណាហើយកុំច្រឡំថាអញមិននិយាយជាមួយឯងនឹងអញកំតិចខ្ញុំនិយាយនឹង1លានឆ្នាំយូរទៅការគ្រប់គ្រងប្រជាធិបតេយ្យកាន់តែខ្លាំងទៅគ្រាន់តែវាអត់ចេញទាន់ចេញរូបរាងមិនដែរជឿខ្ញុំមកស្បែកកំតិចតាំងពីយូរហើយមិនមែននៅជឿក្បាលដល់ឥឡូវទេកាន់តែស្មុកទៅទេបើតែខ្ញុំថារាល់សង្គ្រាមទាំងអស់តិចមិនផុតអំពីការជជែកទេប៉ុន្តែជជែកសម្ដេចជជែកមិនជជែកជាមួយសំរងស៊ីជជែកជាមួយមួសុខួរជជែកមិនបើមនុស្សនៅក្នុងគុកហើយសម្ដេចនិយាយបដាលទៅចាប់មនុស្សដាក់គុកបដាលដើម្បីធ្វើវាមកជាសម្ពាធស្រុកយើងមានសង្គ្រាមណាសម្ដេចខ្មែរយើងរឿងអីត្រូវចាប់ជាចំណាប់ខ្មាំងដើម្បីឲ្យសំរងស៊ីធ្វើតាមសម្ដេចឈប់រិះគន់សម្ដេចដើម្បីអញ្ចឹងដើម្បីដោះលែងអាអ្នកទោសនយោបាយទាំងអស់ឯងត្រូវតែធ្វើតាមអញអានឹងគេហៅថាចំណាប់ខ្មាំងអានឹងគេហៅធ្វើសង្គ្រាមហើយយើងមិនមែនធ្វើសង្គ្រាមទេយើងរួមគ្នាទៅបានគឺវាទៅត្រូវតែលែងមានជនរងគ្រោះដោយបដាលចឹងរួមគ្នាមិនមែនតែដាក់ថ្នាំពុលឲ្យពេជ្រសម្បត្តិឲ្យសុកធីឈ្នះទេឬក៏មិនមែនតែដាក់ថ្នាំពុលឲ្យសុកធីនឹងឲ្យវងណយឈ្នះទេវាមិនមែនចឹងគេហៅថារួមទេដោះលែងអ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងអស់គឺមិនមែនជាលក្ខខណ្ឌរបស់សំរងស៊ី
សម្រាប់ទស្សនៈសូនរាយយល់ទេណាមិនមែនជាការដាក់លក្ខខណ្ឌរបស់ហ៊ុនសែនទេគឺជាទង្វើគុណធម៌ដែលមេដឹកនាំល្អណាត្រូវតែធ្វើការដោះលែងអ្នកទោសអ្នកខ្លះទៅទិញចាប់ដោះលែងវាអត់មានគុណធម៌ស្មើនឹងដោះលែងមនុស្សទេជាពិសេសរឿងអគុណធម៌រឿងបាបធ្លាក់នរកគឺការចាប់មនុស្សដាក់គុកសម្ដេចការដោះលែងអ្នកទោសមិនមែនជាសម្ពាធមិនដោះលែងអ្នកទោសជាការធ្វើបុណ្យការដោះលែងអ្នកទោសមិនមែនជាលក្ខខណ្ឌទេគឺជាទង្វើគុណធម៌មែនទេទង្វើគុណធម៌ហើយតាំងពីដើមមកសម្ដេចដឹកនាំប្រទេសកាន់អំណាចអត់ទៅចាប់មនុស្សដាក់គុកដល់មានអីទេមែនទេប៉ុន្តែផ្ទុយទៅវិញវាកាន់តែមានសម្ពាធទីវិជ្ជការហិញឥឡូវខ្ញុំនិយាយចំណុចទី2ក្នុងចំណោមហ្នឹងណាខ្ញុំនិយាយរឿងឪពុកខ្ញុំតូចមួយបងប្អូនតែគេថារួបរวมតទៅសំរងស៊ីខ្លាយជាហ៊ុនសែនឬហ៊ុនសែនខ្លាយជាសំរងស៊ីហើយអ្នកទោសនៅក្នុងប្រទេសកម្ពុជាអ្នកអត់ទោសចេះតែចាប់មួយថ្ងៃទៅមួយថ្ងៃសូម្បីតែឪពុកខ្ញុំណាបងប្អូនខ្ញុំនិយាយដែលគាត់ជាសមាជិកគណៈបកប្រជាជនស្មោះត្រង់គាត់ទៅហើយគណៈបកគាត់បរិច្ចាគធនធានសម្រាប់ទិញអាវណាទិញមួកបោះអាវបោះពុំអាវបោះពុំមួកហើយដាក់ឈ្មោះហ៊ុនសែនឪពុកខ្ញុំគាត់ទទួលគាត់ត្រូវធំដែរណានៅក្នុងគណៈបកណាគាត់អត់មានទូនាទីប៉ុន្តែនៅក្នុងភូមិក្នុងតំបន់ហ្នឹងគឺគាត់ទទួលគាត់ត្រូវបរិច្ចាគថវិកាចូលទៅក្នុងគណៈបកក៏មិនតិចដែរណាមានន័យថារហូតមកទល់ឥឡូវនេះណាគាត់នៅក្នុងគុកខ្ញុំអត់ដឹងខ្ញុំអត់មានតំណែងជាមួយគាត់ទេព្រោះអត់អាចតាក់ទងមនុស្សនៅក្នុងគុកបានទេគាត់ជាសមាជិកគណៈបកប្រជាជនស្មោះត្រង់បងប្អូនពិចារណាមើលដូចសម្ដេចគាត់និយាយថាឲ្យថាក់ស៊ីនណាគាត់ថាសូម្បីជនជាតិអ្នកឯងហ្នឹងអ្នកឯងតែក្បត់ចុះតម្រង់ខ្ញុំអាហ្នឹងគេមិនដែលក្បត់ជនជាតិគេទេសម្ដេចនិយាយចឹងកៅសក់គេមិនជឿថាក់ស៊ីនមិនដែលក្បត់ជនជាតិគេទេគេក្បត់សម្ដេចបើក្បត់ជនជាតិគេសម្ដេចមិនមែនយកនឹងមកហែកគេឈឺចាប់ទេមែនទេប៉ុន្តែឥឡូវសម្ដេចទៅមើលខ្លួនឯងវិញសូម្បីតែសមាជិករបស់ខ្លួនឯងដែលស្មោះត្រង់ចំពោះគណៈបកបំរើកងទ័ពរហូតដល់ចូលនិវត្តន៍ព្រោះតែនៅនោះមានកូនជាអ្នកប្រាជ្ញមានប្រាជ្ញាខ្ពង់ខ្ពស់ជាងកូនសម្ដេចមិនទាំងលើកលែងឲ្យផងមិនខ្មែរមានអ្នកប្រាជ្ញសម្ដេចត្រូវមោទនភាពរឿងអីបានសម្ដេចប៉ុណ្្នឹងសម្ដេចមិនទាំងលើកលែងឧទាហរណ៍ថាគេថាកូនខ្លួនឯងអានេះឪពុកខ្ញុំទៅកូនគាត់សមាជិករបស់គាត់សមាជិករបស់ប្រជាជនសូម្បីតែកូនបង្កើតសមាជិកស្លូតត្រង់របស់គណៈបកប្រជាជនមួយហ៊ុនសែនមិនទៅលើកលែងផងណាហើយទៅនិយាយអំពីការបង្រួមជាតិយ៉ាងដូចម្ដេចទៅនិយាយអំពីការរួបរวมជាតិយ៉ាងដូចម្ដេចមែនទេសូម្បីតែកូនបង្កើតរបស់ខ្លួនឯងដែលជាសមាជិកគណៈបកប្រជាជនដោយស្មោះត្រង់បំរើកងទ័ពពេញមួយជីវិតសម្ដេចមិនទាំងលើកលែងទៅចាប់មនុស្សញាត់គុកដល់អត់មានកំហុសអីផងតើអ្វីទៅដែលហៅដែលយើងពោលពាក្យដូចហ៊ុនម៉ាណែតទៅសម្ដែងពោលពាក្យបង្រួបបង្រួមជាតិឲ្យប្រជាជនស្ដាប់នឹងបង្រួបបង្រួមរឿងមិនវាផ្ដើមចេញពីអាហ្នឹងបង្រួបបង្រួមជាតិយើងនិយាយវាចេះតែបានហើយមួយទៀតខ្ញុំថាណាបងប្អូនណាអ្នកខ្លះខ្ញុំមិនដែលនិយាយខ្ញុំអត់ដឹងអានេះបងប្អូនមិនដឹងឪពុកខ្ញុំណាមិនត្រឹមតែគេចាប់ធ្វើបាបនេះដោយឪពុករបស់គាត់ទេដោយមេរបស់គាត់ទេណាគឺថែមទាំងប្លន់ទាំងស្បែកជើងគាត់ទៀតខ្ញុំនិយាយចេះបងប្អូនខ្ញុំអ្នកណាជួយចេះច្បាប់និយាយជាមួយខ្ញុំមិនចង់និយាយព្រោះខ្ញុំគិតថាអានឹងរឿងកប៉ិកប៉ុកខ្ញុំតម្កល់ផលប្រយោជន៍ជាតិជាធំប៉ុន្តែមានរឿងខ្លះត្រូវតែនិយាយដែររៀនតាមសម្ដេចបោកអាក្រាតរៀនតាមសម្ដេចបោកអាក្រាតនៅថងឋាននិងថាក់ស៊ីនសូនរ៉ាយកសម្ដេចធ្វើគ្រូកន្លែងហ្នឹងបងប្អូនឪពុករបស់ខ្ញុំណាគឺគេទុកតែខោលីអូទេពេលដែលគេទូរស័ព្ទហៅគាត់ទៅមេបញ្ជាការទូរស័ព្ទហៅគាត់ទៅទុកឡាភិនគឺគេប្លន់យកគាត់របស់គាត់ទាំងអស់បងប្អូនសូម្បីតែស្បែកជើងគាត់ក៏អត់ដល់ផ្ទះវិញដែរស្បែកជើងគាត់ទោះតម្លៃប្រហែលគាត់ដណ្ដើមគ្នាយកដែរណាខោរបស់គាត់អាវរបស់គាត់នាឡិការបស់គាត់ខ្សែករបស់គាត់លុយរបស់គាត់នៅក្នុងកាបូបណាឡានរបស់គាត់ណាប្លន់យកទាំងអស់បងប្អូនអត់ដឹងចឹងបានថានៅក្នុងប្រទេសកម្ពុជាពូពេញទៅដោយសេចក្តីឈឺចាប់ដែលមិនអាចកណនាបានណាបងប្អូនប៉ុន្តែខ្ញុំគិតថាហ៊ុនសែនគាត់ធ្វើសង្គ្រាមជាមួយសូនរ៉ាម្នាក់ឯងដែលយកឪពុករបស់ខ្ញុំមិនត្រឹមតែអញ្ចឹងទេណាគឺប្លន់ណាបងប្អូនប្
ប្លន់ខ្ញុំដាក់ប្លន់ខាងពីស្បែកជើងបច្ចុប្បន្នឪពុកខ្ញុំនៅក្នុងគុកហ្នឹងណាគឺគ្រួសារខ្ញុំអត់មានអ្នកចិញ្ចឹមទេម្ដាយរបស់ខ្ញុំក៏អត់មានចំណូលទេម្ដាយរបស់ខ្ញុំតាំងពីដើមមកពីអ្នកគាត់ជាអ្នកស្រែពីដើមក៏រកស៊ីកាត់ដីលុកដូរនៅផ្សារអីមែនទេប៉ុន្តែចាប់តាំងពីប្រហែល20ឆ្នាំក្រោយមកគាត់លែងធ្វើស្រែគាត់លែងលុកដូរកាត់ដេរសម្លៀកបំពាក់អីហើយគឺពឹងទៅលើប្រាក់ខែឪពុករបស់ខ្ញុំមែនទេឪពុករបស់ខ្ញុំបម្រើជាតិដេកព្រៃគ្រុនចាញ់ណាបងប្អូនហើយរហូតពេលដែលគេហៅឪពុកខ្ញុំទៅណាគេចាប់គេឲ្យតែអាវគេឲ្យតែលីអូឯងបងប្អូនខោគាត់ក៏ដឹងបាត់ទៅឯណាដែរខោគាត់ស្រោមជើងគាត់បាត់ស្បែកជើងគាត់ខោគាត់អាវគាត់នាឡិកាជញ្ជៀនឡានលុយគាត់នៅក្នុងឡាននៅក្នុងកាបូបណានាឡិកាបើនិយាយទៅអស់ទ្រព្យសម្បត្តិដែលមាននៅក្នុងខ្លួនគាត់គឺត្រូវគេប្លន់យកទាំងអស់បងប្អូនរហូតមកទល់ឥឡូវនេះបងប្អូនពិចារណាមើលខ្ញុំមិនដែលនិយាយព្រោះខ្ញុំគិតថាដូចខ្ញុំលើកឡើងប៉ុន្តែត្រូវតែនិយាយខ្ញុំឃើញសម្ដេចបកក្រាត់នឹងបករឿងនឹងដែរតែវាឈឺចាប់ទេនៅក្នុងប្រទេសកម្ពុជាណាថ្ងៃអនាគតខ្ញុំចង់បង្កើតសមាគមអ្នករងគ្រោះដោយអយុត្តិធម៌ប្រមូលមនុស្សនៅក្នុងស្រុកខ្មែរដែលរងភាពអយុត្តិធម៌ដោយសាររដ្ឋប្លន់ណាដោយសារអាជ្ញាធរប្រើលេសប្លន់បងប្អូនគ្រឿងញៀនបើថាគ្រឿងញៀនអានឹងគេទៅបកគលគេធ្វើកំណត់ហេតុទៅកំណត់ហេតុគេបកគលឲ្យគ្រួសារវិញគេຕົកតែមនុស្សនឹងគ្រឿងញៀនទេថាដូចជាឡានឃើញទេដូចជាឡានគាត់ដូចជានាឡិកាគាត់ដូចជាលុយគាត់ដូចជាកាបូបគាត់ដូចជាមាសគាត់ដូចជាខ្សែកគាត់រឿងអីដែលយកអានឹងទៅប្លន់តើនេះឬជារដ្ឋនេះឬជានីតិរដ្ឋនេះឬជាប្រទេសសន្តិភាពនេះឬជាច្បាប់នៅក្នុងប្រទេសកម្ពុជាឥឡូវសម្ដេចបកត្រាយមកតើសម្ដេចហៅខ្លួនឯងថាជាឪពុកដែលមានគុណធម៌ឲ្យគេទៅថ្វាយបង្គំយ៉ាងដូចម្ដេចសម្ដេចអត់ខ្មាស់គេទេឬនេះឬគឺជាគុណធម៌ដែលទៅប្លន់មនុស្សអស់អាលីងយកមនុស្សខ្លួនទៅទេសល់តែខោលីអូយកទៅដាក់គុកដល់ពាក់អាវគុកយកពាក់អាវគុកតើច្បាប់មាត្រាអីខ្ញុំវាអត់យល់បើវាស្របច្បាប់អញ្ចឹងមែនខ្ញុំអត់ប្រកែកធ្វើចុះបើច្បាប់តម្រូវឲ្យចាប់មនុស្សត្រូវប្លន់យកស្បែកជើងត្រូវប្លន់យកលុយរហូតមកទល់ឥឡូវនេះបងប្អូនរយៈពេល7ខែហើយយកមនុស្សទៅទុកចោលជាចំណាប់ខ្មាំងដោយគ្មានការជំនុំជម្រះក្តីអីទាំងអស់ភិតទៅយើងអត់មានជំនុំជម្រះក្តីរងចាំឲ្យសូនតារាទៅចុះចូលមែនទេហើយម្ដាយរបស់ខ្ញុំរស់នៅដោយអត់មានថវិកាព្រោះគាត់ពឹងលើឪពុករបស់ខ្ញុំថវិកាដែលនៅជាប់ខ្លួនឪពុករបស់ខ្ញុំត្រូវគេប្លន់យកអស់ខ្ញុំមិនចង់និយាយប៉ុន្តែគួរតែចង់និយាយដែរបាទអ្នកចិនគួរតែចង់និយាយដើម្បីបងប្អូនយើងដឹងថាសូនតារាមើលទៅមិនសម្បើមអត់ទេបងប្អូនម្ដាយរបស់ខ្ញុំគាត់រស់នៅអត់លុយទេបច្ចុប្បន្នខ្ញុំនិយាយចេះទៅហេតុអីយកមកឃ្លាំងលុយនៅឪខ្ញុំដែរមែនទេគាត់ពឹងទៅលើប្រាក់ខែព្រោះឥឡូវគេប្លន់អស់ហើយហ្នឹងចាប់មនុស្សដាក់គុកដោយប្លន់យកទាំងស្រុងបងប្អូនមិនយកមនុស្សទៅដាក់គុកមិនអនុវត្តផ្លូវច្បាប់រឿងបើថាបើចង់លេងច្បាប់គ្រឿងញៀនលេងឲ្យចំជាគ្រឿងញៀនបើថាចំណាក់ខ្មាំងឲ្យចំជាចំណាក់ខ្មាំងអានេះអត់ទេច្បាប់ចោលឥឡូវខ្ញុំសួរទៅសម្ដេចខ្ញុំសួរទៅហ៊ុនម៉ាណែតក្រោយពីបានស្ដាប់សូនតារាឬក៏អ្នកទាំងអស់ហ្នឹងអត់ហ៊ានរាយការណ៍ប្រាប់សម្ដេចអត់ហ៊ានរាយការណ៍ប្រាប់ហ៊ុនម៉ាណែតឬក៏ខ្ញុំជឿថាប្រហែលជាសម្ដេចមិនបានដឹងរឿងហ្នឹងទេគាត់គិតថាប្រហែលជាត្រឹមតែចាប់មនុស្សទេខ្ញុំជឿថាប្រហែលជាហ៊ុនម៉ាណែតក៏អត់បានដឹងរឿងនេះដែរប្រហែលជាត្រឹមតែចាប់មនុស្សទេប៉ុន្តែឥឡូវបើសម្ដេចមិនបានដឹងហ៊ុនម៉ាណែតអត់បានដឹងខ្ញុំជម្រាបថាពួកគេមិនត្រឹមតែចាប់តកូនចៅសម្ដេចទេពួកគេប្លន់យកទាំងអស់សម្ដេចប្លន់យកទាំងអស់រហូតម្ដាយខ្ញុំរស់ដល់អត់មានប្រាក់ខែរហូតមកទល់បច្ចុប្បន្ននេះប៉ុន្តែខ្ញុំនិយាយអញ្ចេះមិនមានន័យថាសូនតារានេះបដូរអិរិយាបថទៅចុះអត់មានទេខ្ញុំបានបញ្ជាក់ហើយខ្ញុំជីវិតរបស់ខ្ញុំរស់បម្រើឧត្តមគតិរបស់ខ្ញុំរហូតដល់ថ្ងៃស្លាប់ទោះជាខ្ញុំមិនត្រឡប់ទៅប្រទេសកម្ពុជាវិញក៏ខ្ញុំរស់ដោយអាញស្តាញដែរមុននឹងបញ្ចប់ខ្ញុំនិយាយពីអាញស្តាញតិចស៊ីឡាឈិនសាសាបងប្អូនអាញស្តាញគាត់ជាអ្នកប្រាជ្ញរូបវិទូនិងចិត្តទស្សនវិទូរបស់អាល្លឺម៉ង់ដើមកំណើតជីវិតដោយសារតែប្រាជ្ញារបស់គាត់ដូចសូនតារាចឹងខ្ញុំដូចអាញស្តាញប៉ុន្តែខ្ញុំថាដូចសូនតារាទៅចឹងដោយសារតែប្រាជ្ញារបស់គាត់ជាសាស្ត្រាចារ្យសាកលវិទ្យាល័យរូបវិទ្យានិងជាទស្សនវិទូ
ធ្វើឲ្យអ៊ីតាលីតាមកំតិចអ្នកប្រាជ្ញអាញស្តាញត្រូវរត់ភៀសខ្លួនជាច្រើនតំបន់រហូតទៅដល់ស្វីសទៅដល់បែលហ្សិកចុងក្រោយណាបងប្អូនស្គាល់អាញស្តាញជាអ្នកប្រាជ្ញវិទ្យាសាស្ត្រពិភពលោកបច្ចុប្បន្នហ្នឹងគាត់រត់ទៅដល់អាមេរិកគាត់ជាអ្នករកឃើញសេស្មើសេការ៉េគឺរូបមន្តនុយក្លេអ៊ែរបំបែកនុយក្លេអ៊ែរដែលពិភពលោកប្រើបច្ចុប្បន្នហ្នឹងហើយគាត់ប្រឆាំងនឹងអ្នកផលិតនុយក្លេអ៊ែរហ្នឹងណាគឺកើតចេញអំពីអាញស្តាញរត់ទៅដល់អាមេរិកគាត់បានសញ្ជាតិអាមេរិកហើយគាត់ស្លាប់នៅលើទឹកដីអាមេរិកប៉ុន្តែគាត់មិនដែលស្រណោះសោកស្ដាយនឹងការប្រឆាំងជាមួយនឹងអ៊ីតាលីទេគាត់មិនដែលក្បត់ទៅនឹងឧត្តមកតិបណ្ឌិតរបស់គាត់ទេសូនតារាដូចអាញស្តាញអញ្ចឹងមែនទេក្នុងមួយជីវិតរបស់ខ្ញុំអាចស្លាប់រស់នៅលើទឹកដីបារាំងស្លាប់លើទឹកដីបារាំងប៉ុន្តែខ្ញុំដូចអាញស្តាញមិនត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញរស់នៅប្រទេសអាមេរិកស្លាប់នៅលើទឹកដីអាមេរិកដើម្បីបម្រើគុណធម៌ដល់ប្រទេសសម្រាប់យុទ្ធធម៌មនុស្សជំនាន់ក្រោយក៏ខ្ញុំមិនធ្វើយកគំរូតាមសម្ដេចនឹងគុណម៉ាណែតដែរខ្ញុំជឿថាបើសម្ដេចដឹងឬក៏សម្ដេចធ្វើមិនដឹងជារឿងមួយដែលឡែកប៉ុន្តែបើសម្ដេចមិនដឹងខ្ញុំនិយាយឲ្យដឹងពីរឿងការចាប់កូនរបស់សម្ដេចពួកឪពុករបស់ខ្ញុំជាកូនសម្ដេចគាត់ជាមន្ត្រីរបស់គណៈបព្វជិជនគាត់មិនមែនជាគ្នាខ្ញុំទេគាត់ជាឪពុករបស់ខ្ញុំគាត់តែមិនមែនជាបករបស់ខ្ញុំទេណាគេចាប់ប្លន់យកទាំងអស់ណាសម្ដេចរហូតម្ដាយរបស់ខ្ញុំរស់ដោយអត់មានចំណូលណាបន្ទល់បច្ចុប្បន្ននេះណាអានឹងគឺជារឿងមួយដែលសម្ដេចត្រូវពិចារណាមិនត្រូវឲ្យមានជនរងគ្រោះរបបទេសម្ដេចស្អប់ជនរងស្អប់របបប៉ុលពតនិងអាណិតជនរងគ្រោះនៅក្នុងរបបប៉ុលពតហេតុអ្វីបានជាសម្ដេចមិនអាណិតឪពុករបស់ខ្ញុំនឹងគិតថាឪពុករបស់ខ្ញុំគឺជាជនរងគ្រោះនៅក្នុងរបបរបស់សម្ដេចដោយសារតែមានកូនជាអ្នកប្រាជ្ញឬមួយក៏សម្ដេចធ្វើដោយអ៊ីតាលីតាមកំចាត់អាញស្តាញជាអ្នកប្រាជ្ញដែលបច្ចុប្បន្នហ្នឹងនៅអាមេរិកគាត់ស្លាប់នៅអាមេរិកហើយនេះសូនតារាហ្នឹងដែលមិនអាចរស់នៅក្នុងប្រទេសកម្ពុជាបានដោយសារតែខ្ញុំហ្នឹងគឺជាអ្នកប្រាជ្ញត្រូវតែចាក់ចេញបរោះនៅបរទេសពីព្រោះតែកិច្ចអំពីការកំទេចរបស់សម្ដេចអានេះខ្ញុំថាសំណាងកាយបើសម្ដេចមានគុណធម៌ពិតប្រាកដមានមនោសញ្ចេតនាតែបន្តិចមិនមែនតែខ្ញុំទេសម្ដេចឈឺចាប់នៅទង្វើរបស់សម្ដេចជាងសូនតារាទទួលនៅការជួយចាប់ពីទង្វើរបស់សម្ដេចទៅទៀតប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតយើងមានពេល2-3នាទីចូលទៅដល់របៀបវគ្គចុងក្រោយពូដាវីតសំណួរចម្លើយនិងផ្សេងបាឡាន់ជួនអញ្ចឹងខ្ញុំអានខមមិនបងប្អូនបន្តិចក្រែងលោមានសំណួរឬក៏មតិអីផ្សេងណាសុភាសារិទ្ធបាទយូរ៉ៃប្លន់បងប្អូនតាំងពីស្បែកជើងរហូតដល់ឥឡូវនេះអត់ទេឪពុករបស់ខ្ញុំគាត់ពាក់អាវគុកគាត់មានស្បែកជើងគេប្លន់យកអស់នេះណាយកអានេះខ្ញុំអត់ចាំបាច់ទៅដល់ខ្សែកអញ្ជៀននីលកាលុយកបោកបាទនេះឡានអីគេប្លន់យកអស់ហើយបងណាសូម្បីតែស្បែកជើងឪពុករបស់ខ្ញុំក៏គេប្លន់យកដែរប៉ុន្តែសួរថាខ្ញុំដែលនិយាយទេរឿងនេះខ្ញុំថាវាដូចមិនចាំបាច់ទេយើងជាជនរងគ្រោះរបបហើយប៉ុន្តែមានពេលខ្លះរឿងគេថានៅលើโลกនេះគ្មានអ្វីអត់កំបាំងទេថ្ងៃណាមួយត្រូវតែនិយាយទៅបងប្អូននិយាយទៅអស់ទៅដើម្បីព្រោះរឿងវាបានកើតមែនមែនទេបើមិនបានសរសេរសភៅក៏បាននិយាយដែរបាទដាងខាវសួស្ដីបាទអត់មានអីទេដាងខាវមានតែរូបគាំទ្រមេដាយបេះដូងបាទជាយូថិនសួស្ដីចិនដាខឹមហ៊ុនសែនសែបគប់មនុស្សបាបបាទស្អប់មនុស្សល្អបាទអានេះខ្ញុំគិតថាវាដូចជាគ្រប់គ្រាន់ហើយវាគ្រប់គ្រាន់វាជ្រុលហួសហេតុពេកហើយសម្ដេចមែនទេខ្ញុំមិនមែនទៅដល់ថ្នាក់ជេរសម្ដេចដូចហៃវណ្ណាទេហើយណាមួយទៀតខ្ញុំថាចឹងដើម្បីរួបរวมជាតិវាផ្ដើមចេញអំពីទង្វើរបស់យើងបើយើងដៃចេះតែចាប់ណាដៃចេះតែចងចេះតែចាប់មនុស្សរាល់ថ្ងៃចេះតែកំតិចហើយចេះយកនិយាយច្បាប់យកមកនិយាយអាពតវាចាប់មនុស្សដាក់គុកទួលស្លែងស៊ីឡាឈៀនអានឹងច្បាប់ដែរទៅសម្ដេចតែប្រឆាំងរបបប៉ុលពតទៅអីគុកទួលស្លែងដែលជាសារមន្ទីរហ្នឹងអាពតវាថាវាអនុវត្តច្បាប់ណាយើងកុំទៅយកពាក្យច្បាប់ហ្នឹងចេះតែដើរមកសូត្រនៅអាពតណាអានឹងវាអត់ត្រូវទេតើច្បាប់នោះវាមានគុណធម៌វាបំរើផលប្រយោជន៍ប្រទេសជាតិនិងមនុស្សដែរឬទេបើវាអត់មានបំរើផលប្រយោជន៍ប្រទេសជាតិមនុស្សវាបង្កើតបទដើម្បីធ្វើបាបមនុស្សដូចជាពួកតាំងកិច្ចអ៊ីវដែរអានឹងគេមិនហៅច្បាប់ទេណាបាទសារីគីម
ស៊ូស្ដីអត់មានទៀតទេឯអាដាមសៀងផ្អាប់លៀងលយសេងសំណាងតើវប្បធម៌សន្តានាខ្ញុំគ្រប់គ្រងបាទរហូតតាំងពីដើមមករហូតមកទល់ឥឡូវនេះខ្ញុំនៅតែគ្រប់គ្រងវប្បធម៌សន្តានាវប្បធម៌សន្តានាសុខធម៌សន្តានាបងប្អូនសំបីតែនៅអ៊ីស្រាអែលនៅអ៊ីរ៉ង់អត់ត្រូវគ្នាគេជជែកគ្នាបានដែរខ្មែរយើងហ៊ុនសែនសំរងស៊ីវាដល់ថ្នាក់អីបាញ់គ្រាប់សម្លាប់គ្នាដូចអ៊ីស្រាអែលនិងអ៊ីរ៉ង់បងប្អូនដែលមិនអាចនិយាយគ្នាបានបាទទេប៉ុន្តែដើម្បីនិយាយគ្នាដូចសំរងស៊ីគាត់និយាយនឹងត្រឹមត្រូវបងប្អូនជាសំរងស៊ីគាត់មិនដែលស្នើឲ្យហ៊ុនសែនធ្វើអំពើអាក្រក់ទេតែហ៊ុនសែនទៅគាត់ចិត្តតែខឹងឥឡូវគេហៅសំរងស៊ីថាផ្ដើមអំពីការដោះលែងអ្នកទោសដោះលែងអ្នកទោសជាការធ្វើបុណ្យណាសម្ដេចឆាលីប៊ុនជាទង្វើមេដឹកនាំប្រកបដោយគុណធម៌ជាមនុស្សដែលមានសិលបុណ្យបារមីអាចទៅធ្វើរឿងនឹងបានតែចាប់មនុស្សដាក់គុកកំណៃណែអញ្ចឹងបានខ្ញុំថាសំបីទៅឪពុកសូនតារាសម្ដេចមិនលើកលែងសម្ដេចពិចារណាមើលគាត់បំរើសម្ដេចបំរើគណៈបកគាត់បើអត់មានទោសអីទាល់តែសោះណាសម្ដេចមែនទេហើយបើត្រឹមតែអូសម្ដេចគិតថាគាត់ណាបើមានសូនតារាទេដូចហៃវណ្ណាគាត់តែចាប់ឪពុករបស់ខ្ញុំទៅបានហើយប៉ុន្តែអានេះវាលើសពីចាប់ណាសម្ដេចវាចាប់ជាចំណាក់ខ្មាំងឲ្យប្លន់គាត់តាំងពីស្បែកជើងគាត់យកទៅអានឹងឬជាសេចក្តីថ្លៃថ្នូរនៃច្បាប់ដែលដឹកនាំក្រមរបបហ៊ុនម៉ាណែតក្រមរបបសម្ដេចអានេះខ្ញុំថាបើសម្ដេចមែនទេមានឧត្តមកតេសម្ដេចមានគុណធម៌ណារដ្ឋិអុកលិនសម្ដេចឈឺចាប់នៅទង្វើនេះណាជាងសូនតារាឈឺចាប់នៅទង្វើរបស់សម្ដេចទៅទៀតប្រិយមិត្ត